បាទថ្ងៃនេះទៅស្រែងក្រោយផ្ទះបានកដាមល្មមមកឆាបាទឥឡូវហ្នឹងកាត់ភ្លើងហើយមានខ្លាញ់ជ្រូកដែលចំហៀវចេញពីចំណុចខ្លាញ់ជ្រូកយើងណាបាទខ្លាញ់ក្តៅហើយចាក់ខ្ទឹមហើយហ្នឹងយើងដាក់ប្រេងខ្យងមកទីអត់បានដាក់ស្បៀទេបាទចាក់ទាំងកណ្ដុងហ្មងចាក់ទាំងកណ្ដុងហ្មងបាទចាក់ទាំងកណ្ដុងហើយចូលទៅចូលមកចូលទៅចូលមកចាក់ដើមចូលក្រូចបាទចាក់ដើមចូលហើយចាំយើងដាក់គ្រឿងបាទខ្ញុំដាក់ពីចេងមុនណាបាទចេងហើយត្រឹមទីត្រឹមបាល់នេះបាទទៅចូលមកបាទចូលមកហើយលេចម្រេចបាទដាក់ម្រេចសិនលេចម្រេចបាននេះអានោះព្រោះម្រេចកាត់ឆ្អាបដែរបាទកាត់ឆ្អាបក្នុងក្តាមហ្នឹងហើយក៏វាឈ្ងុយហើយតិចបាទតិចអីទេតែប៉ុណ្្នឹងបងប្អូនហើយចង់ឆ្អន់ហ្នឹងវាឆ្អិនហើយយើងមានតែដាក់តាមខ្ទឹមបាទខ្ទឹមនេះហើយចង់រោយទឹកបាល់ហ្នឹងបាទអិនហើយឈ្ងុយបាទឈ្ងុយណាស់ឆ្ងាញ់តែម្ដងបាទហើយយើងចូលដាក់ចានមកហើយចាំយើងចាត់ការភ្លក់មើលតើរសជាតិយ៉ាងម៉េចដែរជាតិវាឆ្ងាញ់អត់រសជាតិហ្នឹងណាដៃលើកទី1បាទដៃលើកទី1អូធំរីអមជិះដល់បងប្អូនអូជិះដល់ដើមស្រែយើងជាតិមែនតែនហ្មងជាតិគាត់ថាវាអត់ដូចក្តាមសមុទ្រទេបាទក្តាមសមុទ្រសាច់ច្រើនអីច្រើនខ្ញុំនៅស្រែក្តាមស្រែឆ្ងាញ់ណាបាទឆ្ងាញ់ជាងក្តាមសមុទ្រដោយសារតែអត់មានក្តាមសមុទ្រហូបបើបញ្ហាទៅក្តាមជុំអីជិះដល់នេះតែរកបាយមួយចានសិននេះដាក់បាយមួយចានមកមិញអត់បានដាក់បាយឥឡូវដាក់បាយមួយចានជាតិណាស់បងប្អូនអើយបងស្រែយើងជាមួយនឹងក្តាមស្រែបាទជាតិតែម្ដងមកជាតិមកជាតិជាតិយ៉ាជាតិតាជាតិហើយបាទអរគុណបងប្អូនអូនសូមសិក្សាប៉ុណ្ណឹងឲ្យបេះដូងឲ្យអីផងមកអរគុណច្រើនបាទជំរាបលាបងប្អូនបាយ